សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទប៊ុនផាក់សូមស្វាគមន៍មកកាន់វីដេអូចំណាយពេល30នាទីជារៀងរាល់ថ្ងៃដើម្បីស្ដាប់សៀវភៅមួយក្បាលថ្ងៃនេះយើងលើកយកសៀវភៅមួយក្បាលដែលមានចំណងជើងថា Good to Great ដែលជាស្នាដៃនិពន្ធរបស់លោក James C. Collins សៀវភៅមួយក្បាលនេះគឺជាគម្ពីរក្នុងការតម្រង់ទិសអ្នកទាំងអស់គ្នាធ្វើយ៉ាងណាដឹកនាំក្រុមហ៊ុនធម្មតាមួយឲ្យក្លាយជាក្រុមហ៊ុនធំមហិមាអ្នកនិពន្ធនិងក្រុមការងាររបស់គាត់ចំនួន21នាក់ផ្សេងទៀតបានចំណាយពេលវេលាជាង5ឆ្នាំដើម្បីធ្វើការស្រាវជ្រាវពីគន្លឹះក្នុងការដឹកនាំរបស់ក្រុមហ៊ុនជោគជ័យធំៗជាច្រើនហើយធ្វើការចងក្រងសៀវភៅមួយនេះជារូបមន្តឡើងសៀវភៅនេះនឹងធ្វើការបកស្រាយឡើងវិញនៅអកំបាំងនៅក្នុងការដឹកនាំអាជីវកម្មពីតូចទៅធំសៀវភៅភាគច្រើនធ្វើការស្រាវជ្រាវនិងសម្ភាសពីប្រវត្តិបទពិសោធន៍របស់ក្រុមហ៊ុនជោគជ័យជាច្រើនមកចងក្រងជាសៀវភៅតម្រង់ទិសសហគ្រិនជំនាន់ក្រោយដូចជាការស្វែងរកអតិថិជនគោលដៅការបង្កើតថ្មីនិងការកំណត់យុទ្ធសាស្ត្រទីផ្សារជាដើមសំណួរសួរថាតើឧទាហរណ៍ជោគជ័យទាំងនោះពិតជាអាចយកមកអនុវត្តនៅក្នុងសម័យនេះបានឬយ៉ាងណាតើសកម្មភាពនិងយុទ្ធសាស្ត្រទាំងនោះពិតជាអាចធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យពិតប្រាកដឬយ៉ាងណាចម្លើយគឺមិនពិតប្រាកដនោះទេឧទាហរណ៍បើសិនជាអ្នកចង់ដឹងថាកីឡាករអូឡ িম্প ិកម្នាក់ធ្វើយ៉ាងដូចម្តេចទើបទទួលបានជ័យលាភីអ្នកនឹងទៅសិក្សាពីគាត់កត់ត្រាពីសកម្មភាពវឹកហាត់និងតិចនិចដែលគ្រូបង្វឹករបស់គាត់បានបង្រៀនហើយនឹងធ្វើការចងក្រងពីកត្តាមួយចំនួនដែលធ្វើឲ្យគាត់ទទួលបានជោគជ័យតែបញ្ហានៅត្រង់ថាការសិក្សាបែបនេះគ្មានការប្រៀបធៀបនិងមិនអាចយកជាការបានឡើយដូច្នេះហើយក្រុមការងាររបស់អ្នកនិពន្ធបានកំណត់និយមន័យយ៉ាងច្បាស់ថាតើអ្វីទៅជាក្រុមហ៊ុនតូចហើយក្រុមហ៊ុនបំពេញលក្ខខណ្ឌបែបណាខ្លះទើបហៅថាក្រុមហ៊ុនធំក្រុមហ៊ុនដែលយកមកធ្វើការសិក្សាគឺជាក្រុមហ៊ុនដែលមានប្រវត្តិប្រតិបត្តិការចាប់ពី30ឆ្នាំឡើងទៅ15ឆ្នាំដំបូងត្រូវតែជាក្រុមហ៊ុនដែលមានស្ថិរភាពនិងមានប្រាក់ចំណូលឬតម្លៃហ៊ុនទាបជាងឬស្មើទៅនឹងតម្លៃហ៊ុនជាមធ្យមប្រៀបធៀបទៅនឹងក្រុមហ៊ុននៅក្នុងវិស័យតែមួយហើយ15ឆ្នាំចុងក្រោយត្រូវមានតម្លៃយ៉ាងតិច3ដងស្មើនឹងតម្លៃទីផ្សារការសិក្សាដោយប្រើរយៈពេលវែងយ៉ាងនេះគឺដោយសារតែជៀសវាងកុំឲ្យមានរឿងចៃដន្យជាច្រើនដែលកើតឡើងហើយមានក្រុមហ៊ុនមិនច្រើនទេដែលក្នុងរយៈពេល15ឆ្នាំអាចធ្វើឲ្យតម្លៃខ្លួនកើនឡើងរហូត3ដងនោះអ្នកត្រូវដឹងថាក្រុមហ៊ុនល្បីៗលំដាប់ថ្នាក់អន្តរជាតិជាច្រើនដូចជាក្រុមហ៊ុន Coca-Cola, General Electric, ក្រុមហ៊ុន Intel, Walmart ជាដើមតម្លៃខ្លួនរបស់ក្រុមហ៊ុនទាំងនេះកើនឡើងត្រឹមតែ 2.5 ដងប៉ុណ្ណោះក្នុងរយៈពេល15ឆ្នាំដោយយោងទៅតាមស្តង់ដារទាំងអស់នេះហើយក្រុមការងាររបស់អ្នកនិពន្ធបានចំណាយពេលជាង30ឆ្នាំដើម្បីសិក្សាពីក្រុមហ៊ុនចំនួន1435ក្រុមហ៊ុនដោយធ្វើការជ្រើសរើសយ៉ាងល្អិតល្អន់តាមស្តង់ដារខាងលើចុងក្រោយជ្រើសរើសបានតែ11ក្រុមហ៊ុនប៉ុណ្ណោះយកមកធ្វើជាក្រុមហ៊ុនគំរូគូបញ្ជាក់ផងដែរថាក្នុងចំណោមក្រុមហ៊ុនដែលជោគជ័យទាំងនោះមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដែលទទួលបានជោគជ័យធំក្នុងរយៈពេលខ្លីតែមិនត្រូវបានក្រុមការងាររបស់អ្នកនិពន្ធយកមកធ្វើការសិក្សាឡើយព្រោះភាពជោគជ័យរបស់ក្រុមហ៊ុនទាំងនេះមានកត្តាចៃដន្យជាច្រើនដែលមិនអាចឲ្យអ្នកទាំងអស់គ្នាអនុវត្តតាមនោះទេក្រៅពីនេះក្រុមហ៊ុនរបស់អ្នកនិពន្ធក៏ជ្រើសរើសយកក្រុមហ៊ុនចំនួន11ផ្សេងទៀតដែលមានផលិតផលសេវាកម្មនិងប្រាក់ចំណូលស្រដៀងគ្នាទៅនឹងក្រុមហ៊ុនទាំង11មុនដែរតែជាប្រភេទក្រុមហ៊ុនធម្មតានិងមិនទទួលបានជោគជ័យធំដោយក្រុមហ៊ុនគំរូឡើយគោលដៅនៅក្នុងការសិក្សាទៅលើក្រុមហ៊ុនទាំងពីរនេះគឺចង់ដឹងថាតើក្រុមហ៊ុនគំរូមានចំណុចពិសេសណាខ្លះដែលក្រុមហ៊ុនធម្មតាគ្មានដូច្នេះហើយក្រុមការងាររបស់អ្នកនិពន្ធចាប់ផ្ដើមសិក្សានិងវិភាគពីក្រុមហ៊ុនទាំងនោះយ៉ាងលម្អិតអំពីយុទ្ធសាស្ត្រវប្បធម៌ក្រុមហ៊ុនហិរញ្ញវត្ថុនិងធនធានមនុស្សជាដើមការសិក្សាទាំងមូលចំណាយពេលវេលា5ឆ្នាំហើយបានសង្ខេបចេញនៅគន្លឹះសំខាន់មួយចំនួនដែលបានសរសេរចងក្រងទៅជាសៀវភៅមួយនេះខាងក្រោមនេះយើងនឹងនិយាយអំពីរឿង3យ៉ាងគឺមនុស្សយុទ្ធសាស្ត្រនិងគោលដៅចំណុចទី1យើងនិយាយពីមនុស្សត្រង់ចំណុចនេះអ្នកនិពន្ធបានលើកឡើងនៅមនុស្សមួយប្រភេទដែលគេហៅថាកំពូលអ្នកដឹកនាំក្បាលម៉ាស៊ីនគឺជាកត្តាសំខាន់នៅក្នុងការដឹកនាំស្ថាប័នមួយឲ្យក្លាយជាស្ថាប័នកំពូលក្លាយជាក្រុមហ៊ុនគំរូស្ដាប់ដល់ចំណុចនេះអ្នកប្រកាសជាយល់ថាក្រុមហ៊ុនមួយដែលមានអ្នកដឹកនាំកំពូលពិតជារឿងធម្មតាអ្នកណាក៏យល់ដែរតែអ្វីដែលអ្នកនិពន្ធចង់ប្រាប់អ្នកនោះគឺកំពូលអ្នកដឹកនាំខុសពីអ្នកដឹកនាំធម្មតាយ៉ាងម៉េចតើពួកគេជាមនុស្សប្រភេទណាធ្វើយ៉ាងណាទើបអាចក្លាយជាកំពូលអ្នកដឹកនាំបានកំពូលអ្នកដឹកនាំរបស់ក្រុមហ៊ុនគំរូទាំង11ដែលយកមកធ្វើការសិក្សានោះសុទ្ធតែជាមនុស្សសាមញ្ញមិនមានភាពទាក់ទាញ
ហើយជាទូទៅគេមិនដែលឃើញឬក៏សូម្បីឮឈ្មោះពួកគាត់ផង CEO របស់ក្រុមហ៊ុនទាំងនោះមិនងាយលេចមុខនៅលើប្រព័ន្ធផ្សព្វផ្សាយឡើយបើនិយាយអំពីកម្ពុជាអ្នកដឹកនាំសៀវភៅនេះបានលើកឡើងពី CEO របស់ក្រុមហ៊ុន Kimberly Clark ដែលជាក្រុមហ៊ុនផលិតខោទឹកនោមក្មេងនិងក្រដាសអនាម័យខ្នាតយក្សរបស់សហរដ្ឋអាមេរិកគឺលោក David Smith លោកត្រូវបានក្រុមប្រឹក្សាភិបាលជ្រើសតាំងជា CEO នៅពេលដែលក្រុមហ៊ុនកំពុងតែជួបបញ្ហារៀបនឹងខ្សែធនទៅហើយដែលពីមុនគាត់គ្រាន់តែជាអ្នកច្បាប់នៅក្នុងក្រុមហ៊ុននេះតែប៉ុណ្ណោះហើយក្រុមប្រឹក្សាភិបាលជ្រើសរើស David Smith មកធ្វើជា CEO មិនមែនដោយសារតែសមត្ថភាពនៅក្នុងការដឹកនាំរបស់គាត់ទេគឺដោយសារតែគាត់ជាអ្នកច្បាប់ស្រាប់ប្រហែលជាយល់ច្បាស់ពីរបៀបនៅក្នុងការបិទក្រុមហ៊ុនយ៉ាងណាឲ្យស្របច្បាប់តែប៉ុណ្ណោះរឿងដែលមិនគួរឲ្យជឿទៅទៀតនោះនៅពេលដែល David Smith ធ្វើជា CEO បាន2ខែស្រាប់តែត្រូវបានស៊ើបឃើញថាគាត់មានជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរសល់ពេលតែ1ឆ្នាំទៀតប៉ុណ្ណោះក្រោយមករឿងអច្ឆរិយៈបានកាត់ឡើង David Smith បានអង្គុយកៅអី CEO បានជាង20ឆ្នាំថែមទាំងបានយកឈ្នះជំងឺដ៏កាចសាហាវមួយនេះក្នុងរយៈពេល20ឆ្នាំមកនេះតើ David Smith បានធ្វើរឿងអ្វីខ្លះទើបធ្វើឲ្យក្រុមហ៊ុន Kimberly Clark ដែលរៀបនឹងបិទទ្វារខ្សែធនទៅហើយត្រឡប់មកជាក្រុមហ៊ុនកំពូលលំដាប់ថ្នាក់ពិភពលោកហើយថែមទាំងឈរឈ្មោះជាគូប្រកួតប្រជែងគ្នាមួយទល់នឹងមួយជាមួយនឹងក្រុមហ៊ុនយក្សនៅក្នុងវិស័យខោទឹកនោមក្មេងនិងផលិតផលក្រដាសអនាម័យដែលឈរជើងលេខ1នោះគឺក្រុមហ៊ុន P&G ទៀតផង David Smith បានសម្រេចចិត្តប្រកាសបិទរោងចក្រក្រដាសអនាម័យទាំងអស់បោះបង់ចោលវិស័យផលិតកម្មដែលខ្លួនធ្លាប់ធ្វើមកធ្វើជាក្រុមហ៊ុនលក់ក្រដាសអនាម័យវិញពេលនោះក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះបានយល់ថា David Smith ប្រកួតគ្នាជាមួយនឹងក្រុមហ៊ុនខ្នាតយក្ស P&G មិនខុសអ្វីពីយកពងមាន់ទៅចូលនឹងថ្មឡើយតែ David Smith មិនបានខ្វល់ខ្វាយពីពាក្យសម្ដីនោះឡើយគាត់យល់ថាទាល់តែកំណត់គោលដៅខ្លួនឯងឲ្យខ្ពស់ឬយកអ្នកកំពូលមកធ្វើជាដៃគូប្រកួតប្រជែងទើបធ្វើឲ្យខ្លួនឯងក្លាយជាក្រុមហ៊ុនកំពូលបាននៅលើខ្លួនរបស់ David Smith យើងអាចមើលឃើញរបស់ពីរយ៉ាងទី1គេជាមនុស្សដាក់ខ្លួនទី2គាត់គឺជាអ្នកដឹកនាំដែលមានគោលដៅមុតស្រួចគាត់មិនដែលលើកពីខ្លួនឯងទេពេលទទួលបានជោគជ័យគឺថាមកពីមនុស្សគ្រប់គ្នាឬមកពីសំណាងហើយពេលបរាជ័យទម្លាក់កំហឹងលើខ្លួនឯងកំពូលអ្នកដឹកនាំមិនដែលបន្ទោសអ្នកដទៃទេក៏មិនដែលមើលឃើញពីទ្រព្យសម្បត្តិអំណាចឬកេរ្តិ៍ឈ្មោះបុគ្គលនោះដែរឧទាហរណ៍ផ្ទុយគ្នាពីកំពូលអ្នកដឹកនាំមួយរូបនេះគឺ CEO របស់ក្រុមហ៊ុន Scott Pepper គឺលោក Dunlap ក្រុមហ៊ុនរបស់គាត់គឺផលិតក្រដាសអនាម័យប្រើប្រាស់ក្នុងបន្ទប់ទឹកដែលអ្នកទាំងអស់គ្នាប្រើនៅសប្តាហ៍នេះចំណុចពិសេសរបស់ Dunlap គាត់គឺជាមនុស្សពូកែអួតនៅលើបណ្ដាញសារព័ត៌មានគេនិយាយអួតខ្លួនឯងគ្រប់ពេលហើយថែមទាំងនិយាយថាខ្លួនឯងនឹងបំបែកឯកតកម្មធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនក្លាយជាកំពូលក្រុមហ៊ុននាំមុខគេក្នុងប្រវត្តិសាស្ត្រធុរកិច្ចសហរដ្ឋអាមេរិកទៀតផងក្នុងអំឡុងពេលដែល Dunlap ធ្វើជា CEO របស់ក្រុមហ៊ុន Scott Pepper រយៈពេលជាង2ឆ្នាំមកនេះគាត់បានធ្វើរឿងតែ3យ៉ាងទេទី1ទាក់ទាញធនធានមនុស្សទី2កាត់បន្ថយចំណាយប្រតិបត្តិការទី3បំផោងតម្លៃក្រុមហ៊ុនសម្រាប់ដាក់លក់ចុងក្រោយពិតជាដូចបំណងរបស់គាត់មែន Scott Pepper បានលក់ខ្លួនទៅឲ្យ Kimberly Clark ក្នុងតម្លៃ$9,000 លានហើយ Dunlap ម្នាក់ឯងលក់ភាគហ៊ុនរបស់ខ្លួនបានលុយសុទ្ធចំនួន$100 លានបើគិតពីរយៈពេលជាង600ថ្ងៃដែលគាត់ធ្វើជា CEO របស់ Scott Pepper ក្នុងមួយថ្ងៃគាត់ទទួលបានប្រាក់សុទ្ធ$16.5 ម៉ឺនចូលក្នុងគណនីធនាគាររបស់គាត់អ្នកដឹកនាំប្រភេទ Dunlap នេះមិនអាចក្លាយជាកំពូលអ្នកដឹកនាំបានទេព្រោះគេសម្លឹងមើលឃើញតែផលប្រយោជន៍និងគេឈ្មោះបុគ្គលតែប៉ុណ្ណោះអ្វីដែលអ្នកនិពន្ធចង់ធ្វើការបង្ហាញជូនអ្នកទាំងអស់គ្នាគឺក្រុមហ៊ុនមួយចំនួនសុខចិត្តប្រើលុយដ៏ច្រើនដើម្បីរើសយកអ្នកដឹកនាំដែលមានសមត្ថភាពមកពីខាងក្រៅមកធ្វើការដឹកនាំក្រុមហ៊ុនប៉ុន្តែជារឿយៗមិនទទួលបានផលល្អឡើយក្រុមហ៊ុនគំរូដែលរីកចម្រើនគួរតែជ្រើសរើសថ្នាក់ដឹកនាំដែលចេញពីស្ថាប័នរបស់ខ្លួនដូចជាក្រុមហ៊ុនគំរូទាំង11ដែលយកមកធ្វើការសិក្សានេះមានក្រុមហ៊ុនចំនួន10ទៅហើយដែលជ្រើសរើស CEO ចេញពីក្រុមហ៊ុនរបស់ខ្លួនមិនមែនជ្រើសយកមកពីខាងក្រៅនោះឡើយនេះមានន័យថាកំពូលអ្នកដឹកនាំជាអ្នកដែលធ្វើការនៅក្នុងក្រុមហ៊ុននោះតែម្ដងមករងចាំតែឱកាសដែលល្អមួយប៉ុណ្ណោះចំណុចដែលខុសគ្នារវាងក្រុមហ៊ុនធម្មតានិងក្រុមហ៊ុនគំរូនោះគឺកំពូលអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនគំរូមានគោលដៅមុតស្រួចយកចិត្តទុកដាក់ក្នុងការកសាងក្រុមការងារនិងគិតប្រយោជន៍រួមជាធំ
រីឯក្រុមហ៊ុនធម្មតាវិញជារឿយៗមានមេដែលខ្លាំងម្នាក់និងកូនចៅមួយក្រុមដែលស្ដាប់បង្គាប់ហើយក្រុមហ៊ុនគ្រាន់តែជាវេទិកាសម្រាប់ឲ្យមេម្នាក់នោះបញ្ចេញសមត្ថភាពតែប៉ុណ្ណោះអ្នកដឹកនាំប្រភេទនេះមិនអាចក្លាយជាកំពូលអ្នកដឹកនាំបានឡើយហើយក្រុមហ៊ុនប្រភេទនេះក៏មិនអាចក្លាយជាក្រុមហ៊ុនគំរូបានដែរជាលទ្ធផលក្រុមហ៊ុនប្រភេទនេះអាចនឹងរីកចម្រើនលឿនតែក៏ងាយនឹងមានបញ្ហាធ្ងន់ធ្ងរនៅពេលដែលអ្នកដឹកនាំជួបបញ្ហាចាក់ចេញពីក្រុមហ៊ុនឬគ្មានអ្នកស្នងតំណែងតែកំពូលអ្នកដឹកនាំវិញជាប្រភេទមនុស្សដែលមិនប្រើប្រាស់អំណាចបុគ្គលមុខតំណែងឬសិទ្ធិជាម្ចាស់នោះទេពួកគេយល់ថាដើម្បីដឹកនាំស្ថាប័នមួយឲ្យទទួលបានជោគជ័យគឺត្រូវមានក្រុមការងារមួយដ៏ល្អនិងមានសមត្ថភាពធ្វើការសំណួរសួរថាតើធ្វើយ៉ាងណាទើបអាចជ្រើសរើសក្រុមការងារដ៏ល្អនិងស័ក្តិសមមួយទៅអ្នកដឹកនាំជាច្រើនយល់ច្រឡំថាដើម្បីរើសក្រុមការងារដ៏ល្អមួយត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់រួចប្រកាសរើសមនុស្សដែលស័ក្តិសមនិងមានចក្ខុវិស័យមកធ្វើការជាមួយគ្នាគិតដូចនេះមិនខុសទេតែសៀវភៅបានលើកឡើងថាកំពូលអ្នកដឹកនាំត្រូវជ្រើសរើសមនុស្សជាមុនសិនសឹមកំណត់គោលដៅជាក្រោយបើធ្វើការប្រៀបធៀបក្រុមហ៊ុនមួយជាមួយនឹងឡានក្រុងមួយគ្រឿងអ្វីដែលកំពូលអ្នកដឹកនាំត្រូវធ្វើមិនមែនកំណត់ទិសដៅថាត្រូវបើកទៅណាហើយសំហៅអ្នករួមដំណើរឡើងឡាននោះទេតែផ្ទុយទៅវិញគឺហៅមនុស្សឡើងឡានក្រុងសិនចាំពិភាក្សាគ្នាថាត្រូវបើកទៅទិសខាងណាកំពូលអ្នកដឹកនាំដែលល្អគឺចេះដាក់ខ្លួននិងមោះមុតនឹងគោលដៅគូផ្សំនឹងក្រុមការងារដ៏ស័ក្តិសមមួយទើបជាកត្តាធ្វើឲ្យស្ថាប័នមួយទទួលបានជោគជ័យខាងលើនេះយើងបាននិយាយពីកត្តាមនុស្សរីឯចំណុចបន្ទាប់យើងលើកឡើងអំពីកត្តាយុទ្ធសាស្ត្រវិញម្ដងនៅក្នុងសៀវភៅនេះបានលើកឡើងពីពាក្យកលឹះមួយគឺយុទ្ធសាស្ត្រសត្វកម្មប្រមាសត្វកម្មប្រមាគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះពាក្យនេះមានកំណើតចេញពីសម័យក្រិកបុរាណគឺធ្វើការប្រៀបធៀបយុទ្ធសាស្ត្រវាយប្រហារពីរបែបរបស់សត្វពីរប្រភេទផ្សេងគ្នាគឺសត្វកម្មប្រមានិងសត្វកញ្ជ្រោងសត្វកញ្ជ្រោងល្បិចច្រើននិងមានមធ្យោបាយវាយប្រហារច្រើនយ៉ាងតែកម្មប្រមាចេះតែមួយក្បាច់ប៉ុណ្ណោះទោះបីជាជួបរឿងអ្វីក៏ដោយចេះតែរមូលខ្លួនជាដុំមួយហើយបាញ់ព្រួញដែលមាននៅលើខ្លួនទៅកាន់គូសត្រូវក្រុមការងាររបស់អ្នកនិពន្ធបានធ្វើការសិក្សាពីភាពខុសគ្នារវាងក្រុមហ៊ុនធម្មតានិងក្រុមហ៊ុនគំរូឃើញថាក្រុមហ៊ុនធម្មតាប្រើយុទ្ធសាស្ត្រសត្វកញ្ជ្រោងធ្វើរឿងច្រើនយ៉ាងតែរឿងនីមួយៗធ្វើមិនបានល្អនោះទេជាលទ្ធផលអាចធ្វើឲ្យក្រុមហ៊ុននោះបរាជ័យតែក្រុមហ៊ុនគំរូវិញប្រើប្រាស់យុទ្ធសាស្ត្រកម្មប្រមាធ្វើរឿងតែមួយគត់ហើយធ្វើវាឲ្យបានល្អបំផុតធ្វើរឿងតែមួយគត់និយាយទៅដូចជាស្រួលតែធ្វើវាពិតជាពិបាកណាស់ដើម្បីសម្រេចបាននូវគោលដៅមួយអ្នកត្រូវពិចារណាឲ្យបានល្អិតល្អន់នៅរឿង3យ៉ាងទី1តើយើងពូកែធ្វើរឿងអ្វីជាងគេទី2យើងចង់ធ្វើរឿងមួយណាជាងគេទី3ធ្វើយ៉ាងណាទើបអាចទទួលបានលទ្ធផលល្អបំផុតក្នុងរឿងនេះចំណុចទាំង3នេះប្រៀបដូចជារង្វង់3ប្រសពគ្នាអញ្ចឹងចំណុចប្រសពរវាងចំណុចទាំង3នេះទើបជារឿងដែលអ្នកត្រូវធ្វើយ៉ាងពិតប្រាកដនៅក្នុងសៀវភៅនេះបានលើកឡើងនៅក្រុមហ៊ុន Walgreen ដែលជាសង្វាក់ហាងលក់ថ្នាំពេទ្យធំជាងគេរបស់សហរដ្ឋអាមេរិកដែលពីមុនក្រុមហ៊ុននេះជាក្រុមហ៊ុនលក្ខណៈគ្រួសារហើយគេធ្វើរឿង2យ៉ាងគឺប្រតិបត្តិការទៅលើហាងលក់ថ្នាំពេទ្យនិងភោជនីយដ្ឋាន franchise តែក្រោយពេលដែលកំពូលអ្នកដឹកនាំ Charles Walgreen បានស្នងតំណែងកាន់ក្រុមហ៊ុននេះមកគាត់យល់ឃើញថាការបើកភោជនីយដ្ឋាន franchise នឹងមិនទទួលបានជោគជ័យនោះទេនេះមិនមែនមានន័យថាវិស័យចំណីអាហារគ្មានអនាគតនោះឡើយតែគាត់យល់ថាក្រុមហ៊ុននេះមិនគួរធ្វើរឿងនេះទេព្រោះខ្លួនឯងគ្មានភាពខ្លាំងអ្វីបន្តិចសោះដែលគាត់ដឹងថាក្រុមហ៊ុននេះមិនអាចឈរជើងក្នុងលំដាប់ថ្នាក់លេខ1បានឡើយបើគាត់ធ្វើរឿង2ក្នុងពេលតែមួយ Charles Walgreen បានរកឃើញរឿងដែលខ្លួនចង់ធ្វើនិងរឿងដែលខ្លួនឯងធ្វើបានល្អជាងគេនោះគឺបើកហាងលក់ថ្នាំពេទ្យដូច្នេះហើយគាត់ក៏សម្រេចចិត្តលក់ភោជនីយដ្ឋាន franchise ចោលជាង500កន្លែងដើម្បីយកប្រាក់មកពង្រីកសាខាហាងលក់ថ្នាំពេទ្យរបស់គាត់ដែលមកដល់ពេលនេះហាងនេះមានជាង 8,200 ហាងជុំវិញសហរដ្ឋអាមេរិកឈរនៅលំដាប់ថ្នាក់លេខ1នៅក្នុងវិស័យនេះរីឯចំណុចទី3ធ្វើយ៉ាងម៉េចទើបអាចទទួលបានលទ្ធផលល្អនោះ Charles Walgreen បានយកចិត្តទុកដាក់ទៅលើ KPI តែមួយគត់គឺប្រាក់ចំណេញដែលទទួលបានជាមធ្យមពីអតិថិជនម្នាក់ដែលហាងភាគច្រើនយកចិត្តទុកដាក់ទៅលើប្រាក់ចំណេញដែលទទួលបានពីមធ្យមពីហាងមួយតែចំណុចទាំងពីរនេះខុសគ្នាយ៉ាងដូចម្ដេចអ្នកប្រកាសជាយល់ថាបើឲ្យអតិថិជនចូលកាន់តែច្រើនសាខាហាងនីមួយៗមិនគួរបើកចិត្តគ្នាពេកនោះទេព្រោះនឹងអាចធ្វើឲ្យចំនួនអតិថិជនថយចុះតែ Charles Walgreen ប្រើយុទ្ធសាស្ត្រខុសពីគ្នាដូចគ្នាទៅនឹងយុទ្ធសាស្ត្រពង្រីកសាខារបស់ហាង 7-Eleven ដែរហាងលក់ថ្នាំ Walgreen បើកជិតៗគ្នារៀងរាល់1គីឡូម៉ែត្រជាមធ្យមមាន4ហាងដែលគម្លាតពីហាងនីមួយៗមានប្រមាណ
100 ម៉ែត្រប៉ុណ្ណោះយុទ្ធសាស្ត្រកម្មប្រមាដែល Wall Green ប្រើធានាបាននូវភាពងាយស្រួលនិងការរីកចម្រើនឆាប់រហ័សនៅក្នុងវិស័យរបស់ខ្លួនសរុបសេចក្តីមកដើម្បីទទួលបាននូវការរីកចម្រើនឆាប់រហ័សคล้ายជាក្រុមហ៊ុនគំរូត្រូវប្រើប្រាស់យុទ្ធសាស្ត្រកម្មប្រមាធ្វើរឿងតែមួយគត់ដែលអ្នកពូកែហើយធ្វើវាឲ្យបានល្អបំផុតកត្តាពីរយ៉ាងដែលធ្វើឲ្យក្រុមហ៊ុនគំរូទទួលបានជោគជ័យនោះគឺអ្នកដឹកនាំកម្ពុជាគូផ្សំនឹងយុទ្ធសាស្ត្រដ៏ល្អមួយអ្នកប្រកាសជាឆ្ងល់ហើយថាលើកឡើងតែពីមនុស្សនិងយុទ្ធសាស្ត្រចុះបច្ចេកទេសមិនសំខាន់ទេឬនៅក្នុងក្រុមហ៊ុនទាំង11ដែលក្រុមការងាររបស់អ្នកនិពន្ធបានយកមកធ្វើការស្រាវជ្រាវដូចជាក្រុមហ៊ុន Wall Green ក្រុមហ៊ុនផលិតឡាមកោបមុខមាត់ Chiliad ជាដើមមិនបានប្រើយុទ្ធសាស្ត្របច្ចេកទេសធំដុំអីនោះទេអ្នកនិពន្ធបានលើកឡើងថាតាមពិតទៅបច្ចេកទេសគ្រាន់តែជាឧបករណ៍ដែលជួយពន្លឿនល្បឿនឲ្យមានការរីកចម្រើនខ្លាំងតែប៉ុណ្ណោះតែបើគ្មានក្បាលម៉ាស៊ីនដ៏ល្អក្រុមការងារដ៏ស័ក្តិសមនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយនោះទេអ្នកនឹងមិនអាចទទួលជោគជ័យបានឡើយខាងក្រោមនេះយើងងាកមកមើលពីកត្តាមួយទៀតដែលរួមចំណែកមិនអាចខ្វះបាននៅក្នុងការជំរុញឲ្យក្រុមហ៊ុនមួយទទួលបានជោគជ័យឆាប់រហ័សនិងក្លាយជាក្រុមហ៊ុនគំរូនាំមុខគេនោះគឺ Flywheel Effect ដែលជាភាសាខ្មែរឥទ្ធិពលកង់ហោះអ្នកស្រមៃទៅមើលថាបើសិនជាគេឲ្យអ្នកបង្វិលកង់ឡានដ៏ធំមួយដែលមានកាំ30ម៉ែត្រទំហំ30តោនអ្នកនឹងប្រឹងអស់ពីសមត្ថភាពប្រើអស់ពីកម្លាំងកាយដើម្បីរុញកង់ឡាននោះឲ្យទៅមុខវាមិនមែនជារឿងងាយស្រួលនោះទេតែអ្នកនៅតែបន្តធ្វើវាកង់ឡាននោះរំកិលទៅមុខបន្តិចម្ដងអ្នកដទៃមើលពីខាងក្រៅមិនឃើញថាកង់ឡាននោះមានចលនានោះទេតែនៅពេលដែលកង់ឡាននោះហោះបានជុំទី1ជុំទី2ជុំទី3ជុំទី10ជុំទី100និចលភាពនឹងជាកត្តាជំរុញកង់ឡាននោះឲ្យទៅមុខដោយខ្លួនឯងអ្នកសឹងតែមិនចាំបាច់ប្រើប្រាស់កម្លាំងរុញទៀតនោះទេនេះហើយដែលហៅថាឥទ្ធិពលកង់ហោះដែលអ្នកនិពន្ធបានលើកឡើងនៅក្នុងស្ថាប័នមួយអាចរីកចម្រើនបានវាគ្មានច្បាប់ទម្លាប់ណាមួយឬក៏យុទ្ធសាស្ត្រជាក់លាក់ណាមួយកំណត់ពីភាពជោគជ័យបានឡើយតែឲ្យតែតម្រង់ទិសដៅត្រឹមត្រូវមួយហើយប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាពនិងទទួលបានលទ្ធផលជាក់ជាសំខាន់ឧទាហរណ៍ជាក់ស្ដែងគឺក្រុមហ៊ុន Amazon.com តាំងពីពេលដែលក្រុមហ៊ុននេះបង្កើតឡើងតាំងពីឆ្នាំ1997មកក្រុមហ៊ុននេះខាតរហូតជាង20ឆ្នាំរហូតមកដល់ឆ្នាំ2015ទើបក្រុមហ៊ុននេះចាប់ផ្ដើមចំណេញមកវិញតម្លៃភាគហ៊ុនចាប់ផ្ដើមកើនឡើងជាលំដាប់រហូតមកដល់ឆ្នាំ2018នេះ Amazon ក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្លួនខ្ពស់ជាងគេទី2បន្ទាប់ពីក្រុមហ៊ុន Apple Inc ហើយលោក Jeff Bezos ដែលជាស្ថាបនិករបស់ Amazon.com ក៏បានក្លាយជាមហាសេដ្ឋីមានជាងគេនៅលើពិភពលោកនេះដែរ Amazon គឺជាឧទាហរណ៍ដ៏ល្អជាងគេសម្រាប់ធ្វើការបកស្រាយពីឥទ្ធិពលកង់ហោះនេះក្រុមហ៊ុនដែលបរាជ័យគឺជាក្រុមហ៊ុនដែលមិនបានប្រឹងប្រែងរុញកង់ទៅមុខក្នុងទិសដៅមួយជាក់លាក់ឡើយចូលចិត្តបដូរយុទ្ធសាស្ត្រច្រើនហើយម្ដងទៅលិចម្ដងទៅកើតទាំងដែលកង់នោះមិនទទួលបាននៅកម្លាំងចលករជំរុញខ្លួនឯងនៅឡើយអត្ថន័យសំខាន់ដែលមានក្នុងសៀវភៅនេះមានត្រឹមប៉ុណ្ណេះខាងក្រោមនេះខ្ញុំនឹងធ្វើការបូកសរុបឡើងវិញក្រុមស្រាវជ្រាវរបស់អ្នកនិពន្ធ Jim C. Collins បានប្រើប្រាស់នៅមធ្យោបាយដ៏ល្អឯកនៅក្នុងការស្រាវជ្រាវពីគន្លឹះដឹកនាំសំខាន់ដើម្បីធ្វើឲ្យស្ថាប័នមួយទទួលបានជោគជ័យគន្លឹះទី1នោះគឺមនុស្សកម្ពុជាអ្នកដឹកនាំត្រូវតែជាមនុស្សដែលចេះដាក់ខ្លួននិងមានគោលដៅមុតស្រួចហើយមើលប្រយោជន៍រួមជាធំពេលជួបបញ្ហាត្រូវមើលទៅលើខ្លួនឯងពេលជួបបរាជ័យផ្ដល់គុណសម្បត្តិឲ្យអ្នកដទៃឬទៅលើសំណាងចំណុចទី2គឺប្រើប្រាស់យុទ្ធសាស្ត្រកម្មប្រមាសត្វកម្មប្រមាចេះតែមួយក្បាច់គត់ដែលចេះការពារខ្លួននិងវាយប្រហារសត្រូវបានគ្រប់កលៈទេសៈក្រុមហ៊ុនគំរូគួរតែយកចិត្តទុកដាក់ទៅលើរឿងតែមួយគត់ហើយធ្វើវាឲ្យបានល្អបំផុតចំណុចមួយទៀតនៅពេលដែលក្រុមការងារទទួលបានជោគជ័យគឺត្រូវពឹងពាក់ទៅលើឥទ្ធិពលកង់ហោះដើម្បីរុញច្រានកង់មួយឲ្យវិលទៅមុខបានត្រូវតែប្រឹងរុញច្រានកង់ឲ្យទៅមុខជានិច្ចនៅក្នុងទិសដៅជាក់លាក់ណាមួយឲ្យអស់ពីសមត្ថភាពវាគ្មានរូបមន្តណាឬយុទ្ធសាស្ត្រណាដែលអាចប្រើប្រាស់ឲ្យបានទទួលជោគជ័យគ្រប់ស្ថានភាពនោះទេសៀវភៅនេះបានបង្រៀនយើងពីរបៀបធ្វើមនុស្សនិងចេះតស៊ូនៅក្នុងការរកស៊ីដូចជាពាក្យកំពូលអ្នកដឹកនាំជាមនុស្សចេះដាក់ខ្លួននិងយកប្រយោជន៍ធំជារួមបន្តធ្វើរឿងដែលខ្លួនយល់ថាត្រឹមត្រូវនិងប្រឹងធ្វើវាឲ្យបានល្អជាងគេចំពោះយុទ្ធសាស្ត្រគឺប្រកាសជាមានការបត់បែនទៅតាមអាជីវកម្មរៀងៗខ្លួនទុកពេលឲ្យលោកអ្នកធ្វើការសិក្សាស្រាវជ្រាវបន្ថែមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ